គុំប្រជែងលើតម្លៃត្រូវប្រជែងលើគុណតម្លៃនេះគឺជាអ្វីដែលខ្ញុំចង់ឲ្យម្ចាស់អាជីវកម្មនៅក្នុងប្រទេសកម្ពុជាផ្ដោតឲ្យបានច្រើនមែនទែនប្រកបណាស់បើសិនជាអាជីវកម្មរបស់យើងផ្ដោតទៅលើរបស់ធូរថ្លៃដែលមិនត្រូវការប័ណ្ណពិសោធន៍ដែលមិនត្រូវការប្រឹក្សាយោបល់បានទីជម្រៅនោះអ្នកទាំងអស់គ្នាលក់របស់ដែលមានតម្លៃធូរថ្លៃប្រកបជាអាចទាក់ទាញអតិថិជនបានប៉ុន្តែនៅពេលដែលអ្នកទាំងអស់គ្នាផ្ដោតទៅលើអតិថិជនដែលគាត់ផ្ដោតទៅលើប័ណ្ណពិសោធន៍ផ្ដោតទៅលើគុណតម្លៃផ្ដោតទៅលើទិញផលិតផលណាដែលទាមទារការប្រឹក្សាយោបល់ទាមទារការបង្ហាត់បង្រៀននោះអ្នកទាំងអស់គ្នាគួរតែផ្ដោតទៅលើបទពិសោធន៍ដែលអ្នកទាំងអស់គ្នាផ្ដល់ឲ្យពួកគាត់វិញគឺប្រសើរជាងទើបអាចចាក់ចិត្តគាត់បានច្រើនជាងខ្ញុំឃើញហាង Creator Store ដែលជាហាងលក់ផលិតផលសម្រាប់អ្នកផលិតមាតិកាគាត់ធ្វើបានល្អមែនទែនជាជាងគ្រាន់តែបង្ហោះលក់ធម្មតាគាត់បានផ្ដោតទៅលើការធ្វើអ្វីដែលប្លែកពីគេគឺគាត់ផ្ដោតទៅលើការប្រឹក្សាយោបល់ទៅលើការប្រើប្រាស់នៅផលិតផលរបស់គាត់ពាក់ព័ន្ធជាមួយនឹងការផលិតមាតិកាអញ្ចឹងពេលអ្នកទាំងអស់គ្នាទៅទិញផលិតផលកន្លែងគាត់មិនថាមកចង់តែលក់ឲ្យបាននោះទេគាត់នឹងសួរពីតម្រូវការរបស់អ្នកទាំងអស់គ្នាប្រាប់ថាផលិតផលមួយហ្នឹងគួរប្រើបែបណាតម្រូវការហ្នឹងត្រឹមត្រូវដែរឬទេទិញភ្លើងហ្នឹងគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់ក្នុងការ live ឬមួយក៏ថតវីដេអូដែរឬអត់នេះគឺជាអ្វីដែលហាងធ្វើខុសគេពីហាងដទៃដែលគ្រាន់តែបង្ហោះផលិតផលឬក៏ផ្ដោតទៅលើការធ្វើ promotion ចូលសាកគិតមើលថារវាងហាងមួយដែលគ្រាន់តែអ្នកទាំងអស់គ្នាចង់ទិញអីក៏គាត់លក់ឲ្យมันមានការប្រឹក្សាយោបល់มันមានការផ្ដល់ជូននៅគុណតម្លៃណាមួយនិងហាងមួយទៀតដែលខុសតម្លៃតិចតួចឬក៏ប្រហែលគ្នាតែគាត់អាចជួយអ្នកទាំងអស់គ្នាស្ទើរតែជាទីប្រឹក្សាមួយរបស់អ្នកទាំងអស់គ្នាតើអ្នកទាំងអស់គ្នានឹងរើសយកហាងមួយណាខ្ញុំជឿជាក់ថាផលិតផលដែលថ្លៃផលិតផលដែលទាមទារការគិតច្រើនដូចជាការទិញឡានទិញផ្ទះសេវាកម្មដែលចំណាយលុយច្រើនផលិតផលដែលប្រើប្រាស់ត្រូវការប័ណ្ណពិសោធន៍ឬមួយក៏តម្លៃដែលរៀងថ្លៃជាងគេនោះខ្ញុំជឿជាក់ថាអតិថិជនគាត់ចង់បានអ្វីលើសពីគ្រាន់តែការទិញលក់គឺគាត់ចង់បានប័ណ្ណពិសោធន៍ល្អការប្រឹក្សាល្អដូចនេះបើសិនជាអ្នកទាំងអស់គ្នានៅក្នុងអាជីវកម្មបែបនេះអ្នកទាំងអស់គ្នាគួរតែផ្ដោតទៅលើគុណតម្លៃជាជាងគ្រាន់តែផ្ដោតទៅលើការប្រជែងតម្លៃព្រោះថាយើងមិនអាចរកទីរបស់ធូរថ្លៃចំណេញតិចហើយអាចចំណាយខ្លួនយើងក្នុងការប្រឹក្សាឲ្យបានទីជម្រៅទៀតនោះទេរបស់តែងតែមាន cost and benefit របស់វាអញ្ចឹងហើយយើងត្រូវតែគិតគូរថាតើអតិថិជនរបស់យើងមួយណាដែលស័ក្តិសមសម្រាប់យុទ្ធសាស្ត្ររបស់យើងតើយើងផ្ដោតទៅលើការប្រជែងតម្លៃឬមួយក៏យើងគួរតែផ្ដោតលើការប្រជែងលើគុណតម្លៃវិញចំពោះខ្ញុំផ្ដោតទៅលើការប្រជែងគុណតម្លៃដើម្បីឲ្យអតិថិជនមានអារម្មណ៍ល្អមានភាពជឿជាក់និងតែងតែចង់មករកខ្ញុំនៅពេលដែលគាត់ចង់ប្រឹក្សាឬក៏ទិញសេវាកម្មផលិតផល